ជំរាបសួរហើយក៏ជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube Oh my god wow នេះដែរខ្ញុំនាំនៅរូបភាពទេសភាពសោកស្ដាយនៅពេលព្រលឹមហើយបង្ហាញពីការបាញ់ដ្រូនកសិកម្មប្រភេទទំនើបប្រភេទ DJI ហើយនេះថតនៅពេលព្រឹកបងប្អូនពេលព្រលឹមបានជាម៉ោង 9:07 ដែលបងស្រីខ្ញុំគាត់ទៅបាញ់ថ្នាំដើម្បីបំពន់ស្រូវពង្រោះតែនៅលក្ខណៈសោកស្ដាយតំបន់ខេត្តពោធិ៍សាត់យើងប្រើធ្វើជាស្រូវពង្រោះបងប្អូនតែស្អាតស្អាតមែនទែនពេលព្រលឹមនឹងខៀវសម្ងាត់នេះគឺបងស្រីខ្ញុំជាតកែដ្រូនដ្រូននឹងពីរគ្រឿងហើយតែសារជួយការងារទៅបានច្រើនដោយជួយការងារទៅបានច្រើនបាញ់បានលឿនមួយថ្ងៃក៏អាចបាញ់ដល់20ហិកតាបើសិនជាអាកាសធាតុល្អឆ្នាំដែលប្រើម៉ាស៊ីនស្ពាយពីក្រោយមួយថ្ងៃបាន1ហិកតា2ហិកតាច្រើនផុតទៅលើមួយថ្ងៃអាចដល់20ហិកតាបើសិនជាស្រែជោគជោគគ្នាដោយមិនចាំបាច់ការផ្លាស់ប្ដូរកម្លាស់ទីតែយើងបានថ្ងៃខ្លះទៅក៏បានតែតិចតួច5-6ហិកតាអាស្រ័យទៅលើការបំលាស់ទីថាស្រែមិនជាប់គ្នាហើយគាត់មិនត្រឹមតែបាញ់ទៅលើស្រែប្រកបនោះទេគាត់ទិញដ្រូនដល់ទៅ2គ្រឿងដើម្បីបម្រើដល់សេវាកម្មអ្នកភូមិនៅជាមួយគ្នាផងដែរខ្ញុំខ្លះដែរបងតែបង្ហោះដ្រូនបាញ់ទៅណាដ្រូនគាត់ចាប់ផ្ដើមបជាគាត់គូប្លង់គេគូមានផែនទីគាត់មិនចេះមកចេះតែគាត់អ្នកជំនាញហៅគាត់ថាគាត់អ្នកជំនាញបើជិតហោះតែខ្ញុំមិនចេះគេបើឡានแล้วក៏បានបជាដែរនេះដ្រូនគាត់ចាប់ផ្ដើមចេញដំណើរគាត់សេតពេលចេញដំណើរអញ្ចឹងបើដល់ស្រែហ្នឹងមិនត្រូវបាញ់ទេគឺអត់បាញ់ទេគាត់ទៅហោះកាត់ទៅដល់ទីតាំងដែលគាត់គូគាត់មិនដឹងថា system គាត់មិនគាត់ចេះបានដ្រូននឹងចាប់ដើមធ្វើការបាញ់ធ្វើការស្រោចស្រពទៅលើដំណាំស្រូវបើទៅទំនើបមែនទេបងប្អូនអាកាលនៅតូចធ្លាប់តែបាញ់ថ្នាំដល់អាសពពីក្រោយមិនដែលគិតថាតែវិជាដល់កម្រិតហ្នឹងហើយធ្លាប់ដល់ត្រឹមឆ្នាំ2007-8ធ្លាប់ឃើញនៅអាមេរិកអីគេមានអាដ្រូនហ្នឹងហើយលោកគិតថាមិនដឹងជាឆ្នាំណាបានដល់ស្រុកខ្មែរបាននៅស្រុកខ្មែរដល់យើងលេងបាញ់ដៃអត់គ្រប់ខេត្តភូមិប្រើប្រភេទដ្រូននេះសឹងទាំងអស់ដែរមានដល់តែម៉ាស៊ីនស្ទូងស្រូវទៀតតែខាងបែកខាងពោធិ៍សាត់ហ្នឹងបងប្អូនប្រជាកសិករគាត់ស្ទូងទេព្រោះខាតពេលច្រើនធ្វើបរោះចេះលឿនហើយការបរោះហ្នឹងក៏បរោះដោយដ្រូនហ្នឹងដែរបងប្អូនព្រោះបាជីបាញ់ថ្នាំបងខ្ញុំប្រើដ្រូនហ្នឹងអស់ថ្នាំភាពការបាញ់ដោយដ្រូនហ្នឹងគឺចំណេញថ្នាំគឺបាញ់ស្រោចពីលើទៅម្ដងគុំដងនៃវីដេអូហ្នឹងគឺចង់ផ្តិតយុទ្ធទស្សនភាពកម្មភាពធ្វើកសិកម្មបែបសុខស្អាតនៅពេលបច្ចុប្បន្នមានន័យបងប្អូនទៅនៅមិនសូវជាហត់ប្រហែលដែរភាពងាយស្រួលច្រើនក៏ប៉ុន្តែបញ្ហាប្រឈមហ្នឹងគឺតែតម្លៃបើសិនជាតម្លៃកសិផលស្រូវដូងពីផ្សារល្អជាកសិករយើងប្រទេសយើងពិតជារីកចម្រើនសង្គមជាជាទៅរដ្ឋាភិបាលទៅល្អប្រសើរសេដ្ឋកិច្ចកម្ពុជាយើងនឹងលូតលាស់ប្រជាប្រិយបាទនេះជាបងស្រីខាងក្រោយពីខាងក្រោយនោះគឺបងថ្លៃខ្ញុំបងថ្លៃគាត់លាយស្នាមទៅបងស្រីគាត់ជាបាទអរគុណបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេគឺបង្ហាញនៅរៀបរាប់ខ្លះពីសកម្មភាពសុខស្ដាយជនបទនៅពេលឥឡូវនៅបច្ចុប្បន្ននេះហើយខ្ញុំព្យាយាមដិតយករូបភាពនិងទេសភាពបែបជនបទហើយនឹងសកម្មភាពបាញ់ថតដ្រូនឬក៏ការប្រមូលផលស្រូវឬក៏ភ្ជួររស់ដីបន្តទៀតចែកជូនបងប្អូនទស្សនាបងប្អូន
Nice.